ស្រមោលនារីបាត់ស្ទឹងស្ទងនេតិទី1ដល់សេចក្តីផ្ដើមនិងទីតាំងភូមិសាស្ត្រអ្នកដែលធ្លាប់ធ្វើដំណើរតាមផ្លូវជាតិលេខ6កាត់ខេត្តកំពង់ធំប្រកាសជាធ្លាប់ឆ្លងកាត់ស្ពានស្ទឹងស្ទងដ៏វែងអន្លាយនៅពេលថ្ងៃទឹកស្ទឹងស្ទងហូររិញរិញមេញអ្នកស្រុកចុះងូតទឹកនិងនេសាទយ៉ាងអ៊ូអរប៉ុន្តែនៅពេលយប់រំលងអាធ្រាត្រផ្ទៃទឹកដែលធ្លាប់តែស្ងាត់ស្ងាត់បែរជាលាក់បាំងនូវភាពអាថាកំបាំងនិងរឿងរ៉ាវព្រីរ៉ូមដែលចាស់ៗនៅតំបន់នោះតែងតែហាម5កូនចៅមិនឲ្យចុះក្បែរមាត់ទឹកផ្ដេសផ្ដាស់រឿងនេះបានកើតឡើងនៅពាក់កណ្ដាលរដូវវស្សាឆ្នាំ2019ទៅលើបុរសចំណាស់ម្នាក់ឈ្មោះពូសានជាអ្នកនេសាទរស់នៅភូមិក្បែរផ្សារស្ទងដោយសារតែយប់នោះមីងភ្លៀងធ្លាក់តិចតិចដែលជាពេលត្រីសម្បូរពូសានបានសម្រេចចិត្តធុកឈើចាស់របស់គាត់តែម្នាក់ឯងចេញទៅរកបោះសំណាញ់នៅបណ្ដុំកន្លែងទឹកជ្រៅក្បែរគុម្ពឫស្សីធំមួយចម្ងាយប្រហែល1គីឡូម៉ែត្រពីស្ពានថ្មនាទីទី1ដល់2.0សំណាញ់ដែលធ្ងន់ឃុំប្រក្រតីម៉ោងប្រហែល2រំលងអាធ្រាត្របរិយាកាសស្ងាត់ជ្រងំមានតែសំឡេងសត្វគីងគកយំនិងសំឡេងទឹករលកបោកផ្ទប់នឹងសំបុកទូកពូសានឈរនៅក្បាលទូកក្រវីសំណាញ់បោះទៅក្នុងផ្ទៃទឹកដ៏ខ្មៅងងឹតមួយសន្ទុះក្រោយមកគាត់ចាប់ដាមទាញសំណាញ់ឡើងវារឹតតែតឹងទើធ្ងន់ខុសពីធម្មតាក្នុងចិត្តគាត់អណាគិតថាច្បាស់ជាបានត្រីគោរាំងឬត្រីធំហើយយប់នេះគាត់ខំប្រឹងទាញតតែទូកឈើរបស់គាត់ភៀងស្ទើរតែលិចទឹកកន្លះទៅហើយនៅពេលដែលសំណាញ់ភូផុតពីផ្ទៃទឹកពន្លឺចង្គៀងពីក្បាលរបស់ពូសានបានបញ្ចាំងចុងវត្ថុក្នុងសំណាញ់វាមិនមែនជាត្រីទេវាជាដុំសត្វអ្វីមួយយ៉ាងពណ៌សស្លេករងពត់ដោយសរសៃខ្មៅវែងអណ្ដែតត្រាំក្នុងទឹកពូសានយកដៃទៅកេះមើលទើបដឹងថាសរសៃខ្មៅនោះគឺជាសក់មនុស្សសក់យ៉ាងវែងនិងក្រាស់ស្អិតជាប់នឹងកន្លះសំណាញ់របស់គាត់នាទីទី2.5.0ដល់3.4.0ស្រមោលភូពិបាតទឹកគ្រាន់តែដឹងថាសក់មនុស្សភ្លាមពូសានឡើងរឹងខ្លួនព្រឺសម្បុកខ្ញាក់ស្រាប់តែមានក្លិនចង្អាបលាយឡំនឹងក្លិនស្អុយរលួយយ៉ាងខ្លាំងភាយចេញពីក្នុងទឹកផ្ទៃទឹកនៅជុំវិញទូករបស់គាត់ដែលធ្លាប់តែស្ងាត់ស្រាប់តែចាប់ផ្ដើមពុះកញ្ជ្រោះបែបពុះភុចខណៈតែគាត់កំពុងតែភ័យស្លន់ស្លោបង្រងនឹងលែងខ្សែសំណាញ់ចោលស្រាប់តែមានបាតដៃពីរពណ៌សក្បុសមានក្រចកវែងពណ៌ខ្មៅលូកចេញពីក្នុងទឹកមកតង់ស្ទាបមាត់ទូករបស់គាត់យ៉ាងតឹងទូកទាំងមូលយូរចុះយូរឡើងពូសានរំកិលខ្លួនថយក្រោយរហូតដល់ចុងទូកនៅវិនាទីនោះក្បាលរបស់មនុស្សស្រីម្នាក់បានងើបពុះយឺតចេញពីបាតទឹកសក់របស់នាងតាក់ជាប់នឹងសំណាញ់មុខរបស់នាងហោមប៉ោងស្បែករបស់ហើយភ្នែកទាំងពីររបស់នាងមានតែពណ៌សសម្លឹងភ្លឺមកកាន់ពូសាននាងហៅមាត់ដែលមានសុទ្ធតែភពនិងសារាយបន្លឺសំឡេងសក់បន្លាយចេញមកថាពូឯងយកសក់ឃីងទៅណាជួយទាញឃីងឡើងទៅលើទូកផងឃីងត្រជាក់ណានាទីទី3.45.0ដល់4.5.0ការ៉ាត់កិច្ចចប្រានពូសានភ័យលួសព្រលឹងស្រីស្ទើរពុះទ្រង់គាត់ស្ទុះទៅទាញកាប់ដាក់ផ្ទៃខ្សែសំណាញ់ឲ្យដាច់ចេញពីទូកលន់ជួយឆាគ្រាន់តែដាច់ភ្លាមស្រមោលនោះក៏ស្រុតលេចទៅក្នុងទឹកវិញយ៉ាងលឿនធ្វើឲ្យទឹកបែកផ្កាត់រាំងខ្ទាត់សឹមពេញក្នុងគាត់ពូសានមិនអងយូរគាត់ចាប់យកចរវាទាញយកអាយុជីវិតឆ្ពោះទៅកាន់ច្រាំងស្ទឹងដែលនៅជិតចំផុតពេលទូកទៅដល់ច្រាំងគាត់លូតឡើងទូកទុកចោលរួចបាត់ជើងសពលាតែព្រៃចេញទៅរកផ្លូវចិត្តលេផមួយទាំងយកបាត់ត្រាតដែលមិនខុសពីប៉ុណ្ណាមួយជើងឡើយនាទីទី4.5.0ដល់5.0កាប់នៅពីក្រោយគុំរិស័យនៅពេលទៅដល់ប្រទេសពូសានចាប់ផ្ដើមព្រមកដៅវិញមីងមករស់រយចិត្តសម័យមុខក្រោយពេលជាសះស្បើយចាត់ទុំគឹងភូមិទៅប្រាប់គាត់ថាកន្លែងគុំរិស័យទឹកជ្រៅនោះគឺជាកន្លែងដែលនារីវ័យក្មេងម្នាក់បានលេខទឹកទ្រង់ទូចស្លាប់កាលពី5ឆ្នាំមុនពេលនៅទឹកចំនួនដោយសារតែជ្រុងទឹកពុយខ្លាំងសពរបស់នាងត្រូវបានកាប់ជាប់នៅបាត់ស្ទឹងក្រុងរិស័យហើយរូបមានកេងរហូតមកដល់សប្តាហ៍តាំងពីពេលនោះមកពូសានបានបាយបងអាជីពនេសាទពេលយប់ចោលជារៀងរហូតចំណែកអ្នកស្រុកស្ទងឲ្យតែជីកាត់ស្ពាននោះពេលយប់ស្ងាត់គេតែគេប្រងប្រយ័ត្នជានេះពូជាងការគេអាចជំនឿស្រមោលមនុស្សស្រីអង្គុយសិតសក់យ៉ាងវែងនៅតាមបាត់ច្រាំងស្ទឹងនោះក៏ថាបានសូមជួយ follow និង like ពីជំរាបមួយហងដើម្បីទទួលបានវីដេអូបន្ទាប់